ការសិក្សាវិបស្សនាសារៈយើងត្រូវចាប់ផ្ដើមឡើងគឺយើងនិយាយអំពីសិលនេះពីពិសិលហើយមិនតាន់និយាយសមាធិនិយាយសិលហើយតែកាន់សិលបានហើយគឺសមាធិកើតហើយបើសិនជាមានសិលមានសមាធិហើយទៅធ្វើវិបស្សនាងាយណាងាយវិបស្សនាមិនពិបាកធ្វើទេឲ្យតែមានសមាធិមួយជិតស្ទន់វិបស្សនាអង្គុយម៉ោងណាកើតម៉ោងនោះណាព្រោះវិបស្សនាផលសមាធិផលទេអញ្ចឹងបានក្នុងសមាធិនោះមានអានិសង្សមួយលោកពោលថាវិបស្សនានិសង្សាវិបស្សនាជាអានិសង្សរបស់សមាធិហេសុខវិហារៈវិហារនិសង្សាការនៅក្នុងបច្ចុប្បន្ននោះវាជាអានិសង្សរបស់សមាធិអភិញ្ញានិសង្សានេះអភិញ្ញារំលឹកជាកំណើតខ្លួនឯងឃើញហើយមើលឃើញកំណើតសត្វដទៃគេហៅឃើញបុព្វកម្មណាស្លាប់ទៅកើតឯណាហើយអាចដឹងចិត្តគ្នានឹងគ្នាបានហើយអាចនិយាយចរចាជាមួយពពួកទេវតាបាននឹងសម្ដែងរិទ្ធបានអាស្រ័យនឹងសមាធិមាំទាំទាំងអស់នេះមាំទាំនិរោធានិសង្សាចូលកាន់និរោធសមាបត្តិ7យប់7ថ្ងៃដោយអាស្រ័យសមាធិទាំងអស់ឃើញទេបើវានិសង្សារតែកើតក្នុងភពដ៏ប្រសើរដោយសារសមាធិទាំងអស់នេះសមាធិមួយនឹងខ្លាំងណាស់សមាធិនេះណានៅជាសុខក្នុងបច្ចុប្បន្នផងហើយមានវិបស្សបានសម្រាប់វិបស្សនាផងហើយមានញាណសម្រាប់ដឹងផងហើយចូលកាន់និរោធសមាបត្តិផងហើយទៅកើតក្នុងភពវិសេសបើមិនទាន់ទៅពៀនទេគឺអាស្រ័យនឹងសមាធិទាំងអស់នេះអាស្រ័យនឹងសមាធិទាំងអស់អញ្ចឹងយើងត្រូវយល់ថាវិបស្សនាគឺជាផលរបស់សមាធិអញ្ចឹងនៅក្នុងសម័យណាដែលយើងធ្វើសមាធិបានចាស់ខ្លាហើយចិត្តយើងអោនទៅរកវិបស្សនាមិនយូរទេមិនបាច់ចាំសិក្សាយូរទេគឺតែមួយរំពេចបានសម្រេចហើយវិបស្សនាត្រូវសម្រេចតាមការលន់ឬសំឡេងនៃអាចារ្យនេះយើងដែលមានសមាធិវិបស្សនាសម្រេចតាមអាស្រ័យនឹងការលន់ឬសំឡេងអាចារ្យទាំងអស់សម័យព្រះសាធុជនលោកដែលមានសមាធិមាំទាំទាំងអស់ព្រះលោកសម្ដែងបរិហាលោកធ្វើរូបលោកឲ្យប្រកបនៅក្នុងទីចំពោះមុខនៃភិក្ខុហើយព្រះអង្គសម្ដែងវិបស្សនាតែមួយម៉ាត់ពីរម៉ាត់ទេភិក្ខុអង្គនោះបានសម្រាប់រហត្តផលភ្លាមដោយសារលោកមានសមាធិជាបាត់ទៅហើយឃើញទេនេះងាយណាស់គឺថានៅពេលណាចិត្តយើងសមាធិគ្រាន់លោកចាត់ថាអត់មានស្អីផងមានត្រឹមតែវណ្ណៈបញ្ញានឹងគឺរត់តាមសម្លេងនឹងហ្មងគ្រាន់តែមានត្រឹមតែរូបគេហៅថារូបបង្អេវៈណែឬថារូបមត្តណែរូបមត្តតាំងអេវៈសត្តមត្តតាំងអេវៈកនខមត្តតាំងអេវៈរសមត្តតាំងអេវៈផតពៈមត្តតាំងអេវៈធម្មមត្តតាំងអេវៈនៅពេលណាដែលសមាធិគឺមុំត្រឹមល្អនៃចាគាត់ណាប្រាប់ថាវាត្រឹមតែរូបទេវាត្រឹមតែសម្លេងទេវាត្រឹមតែក្លិនទេត្រឹមតែរសទេត្រឹមតែរឹងក្តៅឡើយទេត្រឹមតែពធទេលើសូរសម្លេងប៉ុណ្ណឹងទៅតាមកខ្សែនៃធម៌ទេសនាឬក៏ការបញ្ជូលហ្នឹងនេះចិត្តដែលកំពុងបរិសុទ្ធនេះចិត្តដែលកំពុងថ្លាកំពុងបរិសុទ្ធតែប៉ុណ្ណឹងកើតវិបស្សនាញាណភ្លាមមិនពេចអត់យូរទេអត់មានយូរសោះវិបស្សនាអត់មានយូរទេមិនមែននៅតែស្ដាប់នឹងរាប់អាយុហើយរហូតមិនឃើញរនាមឃើញទេអញ្ចឹងឲ្យតែមានសមាធិទៅអាចារ្យគ្រាន់តែប្រាប់3ម៉ាត់មួយថ្ងៃមួយម៉ាត់មួយថ្ងៃមួយម៉ាត់ហ្នឹង3ខែហ្នឹងថ្ងៃវិបស្សនាអស់ទៅហើយយល់រលីងឲ្យខុសព្រះនោះ
មានអីពិបាកអត់មានពិបាកទេ